សួរបាទពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបោះប៉ូលីសនៅក្នុងឃុំយើងហើយថ្ងៃនេះខ្ញុំមកដោះស្រាយបញ្ហាកាលពីថ្ងៃមុនដែលចប់ឆក់ខ្សែកប្រជាពលរដ្ឋបាទហើយខ្ញុំបានផុសហើយក៏បងកម្លាំងសមត្ថកិច្ចគាត់បានកោះហៅខ្ញុំដើម្បីមកស្រាយមកលើរឿងហ្នឹងថារឿងហ្នឹងវាមិនកាមេរ៉ាសុវត្ថិភាពនៅផ្ទះខ្ញុំហើយចោលហ្នឹងឆក់នៅមុខផ្ទះខ្ញុំទៅអញ្ចឹងគាត់ឲ្យយើងមកស្រាយមកភ្លឺតើតើនឹងរឿងហ្នឹងវាអញ្ចឹងដំបូងហ្នឹងគឺខ្ញុំអង្គុយហូបនៅផ្ទះខ្ញុំធម្មតាទេអូម៉ែក៏ម៉ែហើយពេលហ្នឹងចោលហ្នឹងវាឆក់ពីចង្ងាយមកដល់ពេលគាត់ស្រែកមកដល់មុខផ្ទះខ្ញុំគាត់ស្រែកអញ្ចឹងគាត់ស្រែកទៅចោលប្លន់ខ្ញុំក៏សប្បាយហត់អូអធិស្ឋានពេលហ្នឹងខ្ញុំនៅក្រោយផ្ទះខ្ញុំដើរមកលឺចោលស្រែកចោលទៅក៏ខ្ញុំក៏ឆ្លេឆ្លាពុកទៅចោលហ្នឹងវាឆក់ហើយវាឆក់បានខ្សែកមួយចំហៀងមាននៅមួយចំហៀងទៀតនៅក្នុងបតាំងខ្សែកនៅពេលដែលឆក់ហ្នឹងអ៊ីនឹងគាត់បានកាន់ខ្សែកហ្នឹងក៏ដាច់តែមួយចំហៀងទៅចោលហ្នឹងវាយកបាត់តែមួយចំហៀងទេហើយខ្ញុំមិនដឹងថាពួកវានឹងចិត្តពួកវាសាំងពីអីទេបងប្អូនអើយវាប្លន់សម្បត្តិអ្នកដតីដើម្បីទៅផលប្រយោជន៍ពួកវាខ្ញុំប្រាប់បងប្អូនកម្លាំងញើសឈាមរបស់គេខំប្រឹងណាគេហត់មួយថ្ងៃស៊ូទ្រាំមកកាក់មួយសែន100រៀលយកគប់សំដើម្បីតិចបានមួយជីយកមកពាក់នៅខ្លួនហើយពួកវាចាំតែឆក់ចាំតែប្លន់គេវាអត់គិតមានថាធ្វើអីដែលមានជាប្រយោជន៍ដល់ខ្លួនឯងធ្វើអីជាប្រយោជន៍ដល់សង្គមឲ្យសង្គមគេសម្លឹងមើលថាយុវជនរបស់កម្ពុជាយុវជននៅក្នុងឃុំនេះមានប្រយោជន៍សម្រាប់ឃុំគេយុវជនគេល្អគ្មានការភាពអសន្តិសុខនៅក្នុងស្រុកក្នុងភូមិអត់ពួកវាគិតតែជក់ថ្នាំពួកវាគិតតែរបៀបថាពួកវាគិតតែឆក់ប្លន់អ្នកដតីដើម្បីថាអាពេលរបៀបដាច់ហ្នឹងគឺវាចាប់ដើមទៅពួកវាចាប់ដើមចេញធ្វើសកម្មភាពអញ្ចឹងខ្ញុំផ្ដាំទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលនៅក្នុងភូមិឃុំនេះខ្ញុំអត់បញ្ចេញឈ្មោះទេគឺខ្ញុំផ្ដាំទៅបងពុកម៉ែបងប្អូនទាំងអស់គ្នាថាបកកាយការប្រុងប្រយ័ត្នឲ្យមែនតើព្រោះអីឥឡូវហ្នឹងពួកវាកំពុងតែចេញល្បាតតាមភូមិពួកវាកំពុងតែចេញធ្វើសកម្មភាពតាមភូមិអញ្ចឹងខ្ញុំផ្ដាំទៅបងប្អូនទាំងអស់គ្នាថាសូមប្រយ័ត្នឲ្យមែនតើជាពិសេសក្មេងៗដែលពុកម៉ែបងប្អូនពាក់គ្រឿងអលង្ការក៏ដូចជាគ្រឿងអីក៏ដោយវារបស់របរបាត់វាអត់ជាបញ្ហាតែសំខាន់រឿងអាយុជីវិតអញ្ចឹងបើសិនជាឆក់ទៅវាបាត់តែរបស់របរវាអត់ប៉ះពាល់ដល់ជីវិតយើងវាអត់អីទេតែយើងក៏ស្ដាយរបស់ដែរប៉ុន្តែបើសិនជាប៉ះពាល់ដល់អាយុជីវិតយើងមានវិបត្តិសេរីទៀតអញ្ចឹងខ្ញុំផ្ដាំទៅពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាមានបងប្អូនដោះទុកទៅហើយការពារសុខអាយុយើងផងក៏ដូចជាទ្រព្យសម្បត្តិដែរយើងដែរអញ្ចឹងណាអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេ